Ok, hello. Đó. Lưu cho miếng feedback ở trên. Đó. អញ្ចឹងអានេះយើងហៅថា plus screen ជាទូទៅវាអត់គួរតែស្មុគស្មាញច្រើនពេកទេតោះណាវាមានតែ logo មួយហើយវាអាចមានជា texture នៅពីក្រោយឬក៏ជាគេហៅថា pattern ណាlike logo ឬក៏ style អីមួយចំនួននៅពីក្រោយតែគេអត់ឲ្យវាច្បាស់ទេ just បន្តិចបង្កើត frame ធម្មតាមួយមកខ្ញុំកែហើយខ្ញុំយក color នឹងដដែល yes ខ្ញុំយកអា frame design ហ្នឹងដូចខ្ញុំដែរវាច្រើនយើងមិនចាំប្រើ gradient ទេប្រើតែមួយ color បានហើយនៅក្នុងហ្នឹងណាតោះណានេះចឹងខ្ញុំយកមក color ហ្នឹងមកហើយ logo តែ logo ណាអញ្ចឹង logo អញ្ចឹងខូច branding ងាប់ logo ដូច logo បោះសាងបំធឿនហ្នឹងណាត្រូវអត់តិចធ្វើអ្នកសារព័ត៌មានសិស្សខ្ញុំសួរខ្ញុំថាគ្រូគួរទៅរៀន motivation ហ្នឹងឲ្យចេះ motivation សិស្សអូខេអញ្ចឹងខ្ញុំគូមូលមួយមកដាក់ពណ៌អីពណ៌ខ្មៅក៏ត្រូវដែរពណ៌ហ្នឹងណាពណ៌សក៏ត្រូវដែរតែពណ៌ខ្មៅស្អាតជាងត្រូវអត់ពណ៌ខ្មៅបើពណ៌សវា contrast ច្បាស់ពន្លឺវាចាំងអញ្ចឹងយើងយកអានេះមកដាក់វាអានេះចង់លេង background ចង់លេងអីមានន័យពិបាកគូ shape គូអីអញ្ចឹងទៅគូវាអញ្ចឹងមកហើយដាក់វាពណ៌សយើងអាចបន្ថយ opacity វាចេញមកបន្តិចបានទេហើយនេះទៀតសោតយើងអាចលេងវាជា gradient ដើម្បីបណ្ដេញដាក់ចេញមកនេះមើលអត់ឃើញទេអូខេយើង try ប៉ុណ្ណឹងកុំឲ្យ LED មកហើយបន្ទាប់មកយើង copy វាមកហើយយើងធ្វើការដូរ background នេះទៅពណ៌សឬក៏យើងចង់ប្រើពណ៌ហ្នឹងក៏បានដែរអត់បញ្ហាទេយើងអាចប្រើពណ៌ហ្នឹងហើយយើងធ្វើការគូ frame មួយទៀតប៉ុណ្ណឹងលើហ្នឹងហើយយើងដាក់ពណ៌សខាងលើនេះយើងអាចដាក់ជា logo ឬក៏អីចឹងទៅហើយអានេះយើងអាស fill សនៅខាងក្នុងហ្នឹងបងប្អូនអាចធ្វើការដាក់ ready នៅខាងលើហ្នឹងឲ្យវាកោងបន្តិចមកឬក៏ទៅតាម style របស់យើងម្នាក់អត់បញ្ហាទេហ្នឹង